មានទីតាំងស្ថិតក្នុងឃុំកោះស្នែងស្រុកបុរីអូស្វាយសែនជ័យខេត្តស្ទឹងត្រែងនិងជាតំបន់រ៉ាមសារមួយក្នុងចំណោមតំបន់រ៉ាមសារទាំង5របស់កម្ពុជាទីតាំងនេះគឺជាកោះហែនកោះហែនត្រូវបានចាត់ទុកជាឋានសួគ៌បៃតងលើដីនិងផ្ទៃទឹកនៃតំបន់អភិរក្សជីវៈចម្រុះនៃតំបន់រ៉ាមសារស្ទឹងត្រែងតាមដងទន្លេមេគង្គលើសហគមន៍អេកូទេសចរសម្រាប់កោះហែនមានសក្តានុពលទេសចរសម្បូរបែបដូចជាព្រៃលិចទឹកកោះខ្សាច់តូចៗសត្វពាហនៈនិងសត្វស្លាបកម្រជាច្រើនប្រភេទដើម្បីទៅដល់កោះហែនបានយើងត្រូវធ្វើដំណើរឆ្លងកាត់ស្ពានសេកុងតាមរយៈផ្លូវជាតិលេខ7ដោយមានចម្ងាយប្រហែលជា24គីឡូម៉ែត្រពីទីរួមខេត្តស្ទឹងត្រែងទៅដល់កំពង់ចម្លងយើងត្រូវធ្វើដំណើរតាមទូកប្រហែល15ទៅ20នាទីទើបទៅដល់កោះហែនផ្ទៃទឹកពណ៌ខៀវស្រងាត់ដែលចាំងជាមួយនឹងរុក្ខជាតិដែលដុះតាមកូនកោះនិងមាត់ទន្លេវាពិតជាជួយបន្ថែមសម្រស់កោះហែនឲ្យកាន់តែមានភាពស្រស់ស្អាតមួយកម្រិតទៀតដោយបានគយគន់ហើយចង់គយគន់ទៀតមិនចិនណាយរាល់ភ្ញៀវទេសចរដែលបានមកកម្សាន្តនៅលើកោះហែនអាចរីករាយជាមួយនឹងការទស្សនាសត្វស្លាបសត្វគោក្របីទស្សនាថ្ងៃលិចស្ដាប់សំឡេងសត្វយំជាពិសេសទទួលយកខ្យល់អាកាសបរិសុទ្ធពីផ្ទៃទន្លេនិងរុក្ខជាតិនៅលើកោះដែលអមជាមួយនឹងសំឡេងធម្មជាតិដែលយើងមិនងាយរកនៅក្នុងទីក្រុងនៅរដូវប្រាំងនេះតំបន់អេកូទេសចរធម្មជាតិកោះហែនប្រៀបបានដូចទៅនឹងឋានសួគ៌ក្រោមមេឃដែលមានទេសភាពដ៏ស្រស់ត្រកាលជាមួយនឹងឆ្នេរខ្សាច់សក្បុសតាមកូនកោះខ្សាច់តូចៗហើយយើងក៏អាចជិះទូកឬកាយ៉ាក់ទស្សនាព្រៃលិចទឹកបៃតងខ្ចីស្រូបក្លិនធម្មជាតិជាមួយនឹងឫសឈើដុះចាក់ស្រេះពាសពេញផ្ទៃកណ្ដាលទន្លេមេគង្គដែលរូបភាពទាំងអស់នេះបង្កើតបានជាផ្ទាំងទស្សនីយភាពមួយដ៏អស្ចារ្យស្រស់ស្អាតស្ទើររកអ្វីមកប្រដូចគ្មាននិងគួរជាទីទាក់ទាញអ្នកទេសចរគ្រប់រូបប្រាថ្នាចង់មកលេងកម្សាន្តហើយកាលបានអ្នកទេសចរបានមកលេងកម្សាន្តហើយគឺប្រៀបបានដូចទៅនឹងទទួលយកនៅអសិទ្ធិមកព្យាបាលជំងឺផ្លូវអារម្មណ៍ធ្វើឲ្យយើងមានអារម្មណ៍ថាស្រស់ស្រាយស្រឡះចិត្តស្រឡះកាយមិនខុសអីពីពាក្យគេថាធម្មជាតិមិនចេះនិយាយប៉ុន្តែធម្មជាតិអាចព្យាបាលផ្លូវចិត្តមនុស្សបានយ៉ាងល្អប្រសើរជាមួយគ្នានេះដែរកោះហែនក៏មានទីតាំងឲ្យអ្នកទេសចរទៅសម្រាប់បោះតង់គេងនៅលើឆ្នេរដែលនៅឆ្នេរនោះមានទីតាំងសម្រាប់មើលថ្ងៃលិចមានឆ្នេរលេងទឹកដែលមានសុវត្ថិភាពហើយយើងក៏អាចទៅរកត្រីបែបធម្មជាតិមកចម្អិនធ្វើជាម្ហូបអាហាររបស់យើងបានផងដែរធនធានធម្មជាតិនៅកោះហែនប្រៀបបានដូចទៅនឹងដុំពេជ្រដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ប្រទេសកម្ពុជាជាគុណខ្មែរសូមចូលរួមថែរក្សានិងអភិរក្សធនធានធម្មជាតិរបស់យើងឲ្យបានគង់វង្សវត្តមានរបស់ភ្ញៀវជាតិនិងអន្តរជាតិដែលបានមកលេងកម្សាន្តនៅសហគមន៍អេកូទេសចរកោះហែនបានដើរតួយ៉ាងសំខាន់ក្នុងការចូលរួមលើកស្ទួយវិស័យទេសចរបែបសហគមន៍នៅក្នុងប្រទេសកម្ពុជាមិនតែប៉ុណ្ណោះក៏បានចូលរួមជាចំណែកជួយដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍កោះហែនផងដែរប្រសិនបើពុកម៉ែបងប្អូនមានបំណងចង់ទៅទស្សនានិងកម្សាន្តលេងនៅតំបន់អេកូទេសចរកោះហែនពុកម៉ែបងប្អូនក៏អាចចូលរួមតាមរយៈការរៀបចំរបស់ក្រុមហ៊ុនទេសចរ We Love Tour and Travel យើងនឹងនាំពុកម៉ែបងប្អូនទៅបានស្គាល់និងឃើញអំពីធនធានធម្មជាតិនិងសម្រស់របស់កោះហែនដោយផ្ទាល់ភ្នែក